បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺដល់ម៉ោងច្រូតស្មៅទៀតហើយបងប្អូនបាទគឺម៉ោង4ម៉ោង5ល្ងាចហើយបងប្អូនខ្ញុំទៅច្រូតស្មៅទុកឲ្យទុនខ្សែស៊ីនៅពេលយប់ហើយនឹងពេលព្រឹកស្អែកអញ្ចឹងជាទូទៅខ្ញុំច្រូតមួយថ្ងៃតែម្ដងទេបាទពេលល្ងាចម៉ោង5ម៉ោង6ល្ងាចអញ្ចឹងទៅដាក់ឲ្យស៊ីយប់ពាក់កណ្ដាលទុកឲ្យស៊ីព្រឹកពាក់កណ្ដាលបាទហើយនេះទៅជាកឆាតបងប្អូនកឆាតតាមមាត់អូមាត់បឹងតាមគៀនថ្នល់ភ្លឺស្រែភ្លឺអីចឹងក្បាលស្រែអញ្ចឹងណាបាទអញ្ចឹងតុនសាខ្ញុំរងថ្ងៃជាទូទៅគឺខ្ញុំស៊ីអាកឆាតនេះបងប្អូនបាទកឆាតខ្លះទៅបាទបន្លែគួនស្បៃអីនៅផ្ទះខ្លះទៅការ៉ុតអីខ្លះទៅខែស្វាយទុំស៊ីស្វាយទុំមានចេកទុំមានសបកលឹកសបកពោតអីសល់ដែលយើងហូបអីចឹងទៅសល់បោះវាស៊ីខ្លះទៅគាត់ថាស្មៅក៏ដូចជាកឆាតនេះគឺខ្ញុំស៊ីភាគច្រើនគឺទូទៅគឺស៊ីអានឹងឯងបាទហើយឲ្យស៊ីចំណីខ្លះទៅមេកូនឬក៏មេផើមអីហ្នឹងណាបាទហើយយ៉ាងផ្សេងក្រៅពីហ្នឹងគឺស៊ីស្មៅស៊ីកឆាតហ្នឹងឯងព្រោះកឆាតហ្នឹងក៏វាមានវីតាមីនប្រូតេអ៊ីនច្រើនដែរវាជាវត្ថុធាតុផ្សំមួយនៃការផ្សំវត្ថុធាតុដើមរបស់ចំណីសត្វជាពិសេសគឺចំណីជ្រូកគឺគេលែងតែមានកណ្ដាកឆាតនេះដើម្បីសូនលាយធ្វើចំណីជ្រូកបាទអញ្ចឹងប្រូតេអ៊ីនវាគឺមានច្រើនគួរសមបាទហើយវាសម្បូរលាស់លឿនទៀតត្រូវភ្លៀង1មេមកលាស់ពេញតើនឹងឯងបាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាវីដេអូនេះមានតែប៉ុណ្្នឹងទេបាទ